នេះជាសក់ដែលមិនទាន់កាត់ហើយនេះជាសក់ដែលកាត់អូខេសួស្តីបងប្អូនអរគ្នាស្វាគមន៍មកកាន់វីដេអូថ្មីដែលនិយាយពីការកាត់សក់ទៀតហើយនេះគឺជាម៉ូដដែលភ្ញៀវកំងកាត់ផងដែរហើយសម្រាប់ម៉ូដដែលភ្ញៀវកំងនេះផងដែរចំណុចសំខាន់នោះគឺត្រង់កន្លែងថ្ងាសពីមុខនឹងតែម្ដងដូច្នេះខ្ញុំប្រាប់បងប្អូនពីរបៀបបញ្យល់ភ្ញៀវពីម៉ូដសក់ដែលគាត់ចង់បាននិងទម្រង់សក់ដែលគាត់មានអញ្ចឹងមុននឹងយើងធ្វើការកាត់យើងត្រូវបញ្យល់ភ្ញៀវហើយមូលហេតុអ្វីទើបយើងត្រូវបញ្យល់ភ្ញៀវឲ្យបានយល់ពីទម្រង់សក់នោះក៏គឺដោយសារតែទម្រង់ក្បាលមិនដូចគ្នាទេហើយសរសៃសក់ក៏មិនដូចគ្នាដែរហើយចំពោះថ្ងាសគាត់គឺថ្ងាសគាត់រឹតតែមិនដូចគេទៀតគឺថ្ងាសគាត់ទូលាយខ្លាំងមែនតើអញ្ចឹងហើយបើសិនជាយើងកាត់ដោយមិនបានបញ្យល់គាត់ពេលដែលកាត់រួចគាត់នឹងសួរយើងថាមិនក៏មិនដូចរូបដែលគាត់បានកំងហើយពេលនោះយើងច្បាស់ជាគ្មានពាក្យអីនិយាយជាមួយគាត់ទេអញ្ចឹងហើយនេះគឺជាចំណុចសំខាន់ដែលយើងត្រូវបញ្យល់ភ្ញៀវមុននឹងយើងបានកាត់យើងត្រូវតែនិយាយជាមួយភ្ញៀវឲ្យច្បាស់សិនហើយនេះក៏ជាគន្លឹះសំខាន់មួយដែរបើសិនជាយើងគ្រាន់តែមើលរូបហើយយើងចេះតែកាត់ដោយមិនបានប្រាប់គាត់មកនោះពេលដែលលទ្ធផលចេញមកមិនដូចអ្វីដែលគាត់ចង់បានគាត់នឹងអាក់អន់សពុនចិត្តហើយគាត់អាចនឹងមិនមកកាត់កន្លែងយើងទៀតទេហើយកន្លែងនេះវាក៏ជាគន្លឹះសំខាន់ដែរបងប្អូនហើយដូចខ្ញុំអញ្ចឹងបងប្អូនមុននឹងខ្ញុំកាត់ខ្ញុំបានប្រាប់គាត់ថាតម្រង់ថ្ងាសបងគឺអត់ដូចគេទេដោយសារតែថ្ងាសបងទលាយថ្ងាសធំអញ្ចឹងខ្ញុំពេលដែលខ្ញុំធ្វើចេញមកខ្ញុំធ្វើបានស្អាតតែជើងក្រោមទេហើយពីមុខគឺខ្ញុំធ្វើតាមដែលខ្ញុំមើលទៅសមប៉ុណ្ណាខ្ញុំធ្វើឲ្យបងប៉ុណ្ណឹងបើសិនជាបងទទួលយកបានគឺខ្ញុំនឹងកាត់ឲ្យបងហើយពេលនោះភ្ញៀវក៏បានថាអូខេអូនឯងសេរីឲ្យបងតាមនឹងទៅមកស្អាតមកសមអីចឹងទៅអញ្ចឹងហើយដូចខ្ញុំនិយាយខាងដើមចឹងបងប្អូនយើងមិនមែនចេះតែកាត់ទេយើងត្រូវនិយាយជាមួយភ្ញៀវឲ្យច្បាស់សិនថាសក់គាត់អាចធ្វើដូចរូបបានឬមួយក៏មិនបានហើយលទ្ធផលចេញមកបែបណាយើងប្រាប់គាត់ទុកមុនឲ្យហើយទៅពេលដែលគាត់ទទួលយកបានចាំយើងធ្វើការកាត់ឲ្យគាត់នោះគាត់ពេលដែលលទ្ធផលចេញមកគឺវាមិនខកបំណងគាត់ទេហើយយើងបានប្រាប់គាត់រួចមុនទៅហើយខ្ញុំគិតថាកន្លែងនេះគឺជាចំណុចសំខាន់ដែលជាងដៃថ្មីជាច្រើនគាត់អាសាជួបដែលថាពេលដែលភ្ញៀវកំងម៉ូដដែលគាត់ចង់បានហើយទម្រង់ក្បាលគាត់មិនដូចហើយគាត់មិនបានប្រាប់មុនពេលដែលកាត់រួចគឺវាអត់ដូចម៉ូដហ្នឹងគឺភ្ញៀវតែងតែរករឿងហើយភ្ញៀវតែងតែអន់សពុនចិត្តនៅកន្លែងនឹងឯងគឺចំណុចសំខាន់យើងត្រូវនិយាយជាមួយភ្ញៀវឲ្យច្បាស់សិនហើយបញ្ជាក់ផងដែរបងប្អូនខ្ញុំក៏មិនមែនចេះអីណាដែរទេគ្រាន់តែជាបទពិសោធន៍តខ្លួនរបស់ខ្ញុំដែលចែកម្លែកទៅប៉ុណ្ណោះហើយបើមានចំណុចខ្វះខាតក៏សូមអធិស្ឋានខ្ញុំហើយបើសិនជាការនិយាយទៅមានការលើសលួសក៏ដូចជាខ្វះខាតត្រង់ណាសូមបងប្អូនអធិស្ឋានខ្ញុំផងហើយក៏អាចខមមិនបញ្ចេញមតិកែលម្អខ្ញុំផងហើយបើសិនជាបងប្អូនចូលចិត្តកុំភ្លេចចុច like ចុច share ខ្ញុំម្នាក់មួយផងហើយឈប់មុននឹងបញ្ចប់វីដេអូនេះខ្ញុំសូមពឹងឲ្យបងប្អូនជួយ follow ខ្ញុំម្នាក់មួយផងហើយគ្រាន់តែ follow ខ្ញុំសង្ឃឹមថាបងប្អូនមិនកំណាញ់ទេហើយខ្ញុំពិតជាចង់បាន 1k follower ខ្លាំងមែនតើអញ្ចឹងហើយខ្ញុំសូមពឹងឲ្យបងប្អូនជួយខ្ញុំ follow ម្នាក់មួយផងហើយអរគុណបងប្អូនជួបគ្នានៅក្នុង clip វីដេអូថ្មីដែលចែកម្លែកពីការកាត់សក់ទៀត